ជំនួថ្លើមលោកគ្រូគាត់សួរថាតើតើមួយនឹងគាត់ចង់ផឹកស្រាអូខេខ្ញុំកណាត់សូមក្រាបថ្វាយបង្គំព្រះថេរានិងថេរៈគ្រប់អង្គនិងជំរាបសួរឯកឧត្តមលោកជំទាវលោកស្រីនេះសំណួរគាត់សួរថាខ្ញុំអត់មាន hepatitis B ទេប៉ុន្តែខ្ញុំបានចាក់វ៉ាក់សាំងទៀតឥឡូវមានអង្គតិកច្រើនគួរសមហើយតើខ្ញុំអាចផឹកស្រាច្រើនបន្តិចបានអត់គឺធម្មតាយើងចង់ថាយើងចាក់វ៉ាក់សាំងហើយយើងមានអង្គតិកហើយថ្លើមគេអត់មានជំងឺទេយើងចង់ផឹកស្រាតែតើមួយនឹងជំងឺថ្លើមអត់គួរថ្លើមនិយាយទៅសូម្បីយើងផឹកស្រាក្រហមដែលពីមុនមកគេយល់ថាផឹកស្រាក្រហមតិចតួចញ៉ាំបាយមួយឆ្ងាញ់ក៏អត់គួរដែរដំណក់ស្រាដែលចូលក្នុងស្ពានកាយរបស់យើងអ្នកដែលមេតាបូលិកអ្នកដែលធ្វើការច្រើននេះគេគឺថ្លើមនៅតែមានបញ្ហាចឹងជួនកាលខ្ញុំធ្លាប់ជួបអ្នកជំងឺមួយដែលគាត់ក្រិនថ្លើមដោយសារស្រាគាត់អត់មានទេគាត់មានអង្គតិកថ្លើមគាត់ល្អតែគាត់ផឹកច្រើនណាស់ហើយគាត់អ្នកមានទៀតគាត់ផឹកស្រារហូតដល់គាត់អាយុ50ជាងគាត់តាក់ទងជាមួយនឹងការបាត់ជើងឈាមគាត់មកជួបខ្ញុំថាតាក់ទងជាមួយនឹងឈាមបាត់ជើងមកមានឈាមខ្ញុំមើលទាំងអស់មើលសាច់គាត់អីមើលទៅអត់តំណងដូចជាធុំស្លេកមានសាច់លឿងចឹងខ្ញុំឲ្យគាត់តេស្តតាក់ទងជាមួយគឺជំងឺថ្លើមគឺគាត់មានក្រិនថ្លើមចាក់វ៉ាក់សាំងក៏ដោយឲ្យតែគាត់ប្រព្រឹត្តរឿងស្រាវាអាចសេរ៉ូវាអាចក្រិនដោយសាររឿងស្រារឿងក្រិនហ្នឹងវាអាចតាក់ទងជាមួយ hepatitis B វាអាចតាក់ទងមួយស្រាអាចតាក់ទងមួយនឹងសារជាតិគីមីអីផ្សេងទៀតដូចយើងបន្លែជ្រក់ដែលសាក់ដែលមានដូចពពុះសជាប់នឹងជ្រក់អាហ្នឹងជាសារជាតិមួយដែលធ្វើឲ្យមហារីកថ្លើមលឿនបំផុតហើយច្រើនទៀតផងហ្នឹងហើយអញ្ចឹងកុំថាចាក់វ៉ាក់សាំងចាក់ឲ្យថ្លើមល្អហើយឲ្យចង់ផឹកស្រានៅតែប្រឈមជាមួយការគ្រោះថ្នាក់ចឹងអត់ទេបើអាចឈប់បានត្រូវមកជួបគ្នាម្ដងម្កាលអីផឹកទៅអត់អីទេបើយើងអាចមាន hepatitis B ណាអានឹងអត្រាវាយើងហូបអីចឹងទៅជុំគ្នាមិត្តភក្តិអីម្ដងចឹងទៅមួយអាទិត្យអីពីរអាទិត្យអីម្ដងអីអស់មួយកំប៉ុងពីរកំប៉ុងអីគាត់និយាយគ្នាលេងចឹងណាអានឹងអាចបានអត់មានបញ្ហាទេប៉ុន្តែបើយើងចង់ផឹកជារាមណាមកមិនព្រោះទេត្រូវចាំថាសរីរៈ organ របស់ថ្លើមបើសិនជាមិនធ្ងន់ធ្ងរវាមិនចេញរោគសញ្ញាឲ្យយើងឃើញទេហើយអ្នកដែលធ្វើការច្រើនជាងគេក្រៅពីតម្រង់រូបគឺថ្លើមនឹងឯងជាអ្នកមេតាបូលិកនៅសារជាតិទាំងអស់ដែលយើងចូលទៅជាពិសេសគឺពិបាកបំបែកគឺសារជាតិសាហ្នឹងឯងពិបាកអត់គួរទេអត់គួរផឹកម្ដងម្កាលបានបាទហើយបើយើងមាន hepatitis B ទៀតដាច់ខាតហ្មងទៅកុំប្រើសារជាតិស្រាមិនមែនសារជាតិស្រាដល់តាក់ទងមួយចំណីអាហារដែលមានជាតិស្រាហ្នឹងដូចតប៉ែដែរខុបគួរនិយាយស្ងប់គឺមិនគួរហូបមិនគួរអីចឹងណាបាទហ្នឹងហើយព័ត៌មានខ្លីៗបើមានសំណួរសួរនៅក្នុងក្រោមវីដេអូ